ជំរាបសួរបងតោះមកស្ដាប់ជាមួយនឹងលោកគ្រូគាត់ប្រាប់ពីគន្លឹះនៃការរកលុយតាម YouTube បើក monetize ផុសវីដេអូហើយស្រាប់តែជាប់ដុល្លារលឿងផុសវីដេអូហើយស្រាប់តែជាប់ made for kids ផុសវីដេអូហើយបងប្អូនទាំងអស់គ្នាមួយចំនួនជាប់ copyright claim ផុសវីដេអូហើយស្រាប់តែបងប្អូនគិតថាវីដេអូរបស់បងប្អូនមិនគួរបង្ហាញអំពីអត្តសញ្ញាណទេឬក៏ខ្លាចនៅក្នុងការបង្ហាញមុខនៅក្នុងវីដេអូរបស់ខ្ញុំមួយនេះខ្ញុំនឹងចែករំលែកនៅវិធីសាស្ត្រក៏ដូចជាគន្លឹះដែលសឹងតែបងប្អូនទាំងអស់គ្នាកម្រសួរខ្ញុំណាហើយខ្ញុំគិតថាប្រហែលជាបងប្អូនទាំងអស់គ្នាចេះហើយបានជាខ្ញុំនឹកឃើញចំណុចនេះយកមកចែកម្លែកជូនបងប្អូនទាំងអស់គ្នាដោយសារកាលពីវីដេអូរបស់ខ្ញុំ2ឬក៏3ឆ្នាំមុនខ្ញុំផ្លេចហើយខ្ញុំបានចែកជូនបងប្អូនទាំងអស់គ្នានៅកលឹះនេះម្ដងហើយគឺយើងចូលទៅកែវីដេអូរបស់យើងដែលយើងបានផុសហើយបើសិនជាយើងគិតថាវីដេអូរបស់យើងអត់ទាន់បានត្រឹមត្រូវល្អបងប្អូនណាខ្លះដែលលុបវីដេអូវិញនៅពេលដែលបងប្អូនទាំងអស់គ្នាផុសទៅជាប់ដុល្លារលឿងជាប់ copyright claim ឬក៏ជាប់ made for kids ឬក៏បងប្អូនទាំងអស់គ្នាមួយចំនួនដែលយល់ថាផុសរួចបានដឹងថាអូវីដេអូរបស់យើងអត់ទាន់បានកាត់អញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញនៅក្នុងការអនុវត្តផ្ទាល់នៅក្នុងកុំព្យូទ័ររបស់ខ្ញុំតែម្ដងប៉ុន្តែនៅក្នុងករណីនេះខ្ញុំអត់លើកនិយាយអំពី copyright strike ទេហើយខ្ញុំនៅតែលើកទឹកចិត្តបងប្អូនអរគ្នាថាសូមថតវីដេអូផ្ទាល់លើខ្លួនឯងថតវីដេអូថ្មីទៅខ្លួនឯងហើយបើសិនជាមានពេលខ្ញុំនឹងចែករំលែកបងប្អូនអរគ្នាថាមូលហេតុអីបានខ្ញុំលើកទឹកចិត្តបងប្អូនអរគ្នាថតវីដេអូថ្មី original ហើយនៅមានបងប្អូនមួយចំនួនគាត់តស៊ូមតិមួយខ្ញុំគាត់ប្រកែកមួយខ្ញុំថាវីដេអូរបស់គាត់ថតថ្មីហេតុអីបានជាជាប់ copyright ថតថ្មីហេតុអីបានជា YouTube warning ហើយតែខ្ញុំសួរថាថតថ្មីហ្នឹងថតយ៉ាងម៉េចគាត់ថាគាត់យកទូរស័ព្ទរបស់គាត់ទៅថតគេកំពុងតែលេងអកដង់ថាត្រូវហើយជាប់ហើយគឺជាប់បទភ្លេងរបស់គេ copyright បាទអញ្ចឹងមានឱកាសល្អខ្ញុំនឹងពន្យល់បងប្អូនទាំងគ្នាអំពីមូលហេតុនៃ copyright ហើយខ្ញុំនឹងញែកឲ្យច្បាស់អំពី copyright claim ហើយនិង copyright strike បាទអរគុណបងប្អូនទាំងគ្នាសម្រាប់បងប្អូនថ្មីៗដែលអត់ទាន់បាន subscribe channel របស់ខ្ញុំអាច subscribe channel របស់ខ្ញុំឬក៏ follow page របស់ខ្ញុំដើម្បីទទួលបាននូវមេរៀនថ្មីៗពីខ្ញុំមួយទៀតដែរបើសិនជាបងប្អូនទាំងគ្នាត្រូវការកុំព្យូទ័រអីអាចតាក់ទងមកខ្ញុំបានហើយជួបគ្នានឹងពិភាក្សានៅកលឹះមួយចំនួនជូនបងប្អូនទាំងអស់គ្នាបន្ថែមទៀតតោះអញ្ចឹងយើងទៅមើលទាំងអស់គ្នានៅក្នុងកុំព្យូទ័ររបស់ខ្ញុំតើយើងចូលទៅ edit ឬក៏កែវីដេអូឡើងវិញនោះកែយ៉ាងម៉េចបាទនៅក្នុងកុំព្យូទ័ររបស់បងប្អូនទាំងអស់គ្នាអ្នកនរគ្នាអាចចាប់ផ្ដើមជាមួយខ្ញុំបងប្អូនទាំងអស់គ្នាចូលមកក្នុង Chrome ឬក៏ Chrome ឬក៏បងប្អូនទាំងអស់គ្នាហៅមិនខ្ញុំសូមអធិស្ឋានផងបើសិនជាខ្ញុំប្រើពាក្យទៅខុសឬក៏ pronunciation របស់ខ្ញុំអត់ចំបាទអញ្ចឹងខ្ញុំចូលមកក្នុង channel របស់ខ្ញុំបងប្អូនទាំងអស់គ្នាអាចចូលទៅក្នុង channel របស់បងប្អូនទាំងអស់គ្នាទៅចូលមកក្នុង YouTube ឬក៏បងប្អូនទាំងអស់គ្នាវាយ youtube.com ប៉ុន្តែខ្ញុំមានស្រាប់ខ្ញុំចូលមកក្នុង YouTube ខ្ញុំគិតថាបងប្អូនទាំងអស់គ្នាចេះណាក៏ចូលមកក្នុង YouTube ណាបាទបន្តមកទៀតបងប្អូនទាំងអស់គ្នានឹងឃើញ icon channel បងប្អូនទាំងអស់គ្នានៅគៀននេះបងប្អូនទាំងអស់គ្នាចូលមកក្នុង YouTube Studio បាទคลิกលើ icon ហើយចូលមកក្នុង YouTube Studio នៅក្នុង YouTube Studio គឺជាកន្លែងមួយដែលយើងអាចកែដែលយើងអាចរៀបចំដែលយើងអាចមើលអំពី graphic ឡើងចុះនៃ channel របស់យើងបានគ្រប់ពេលទាំងអស់បាទកុំឲ្យខាតពេលហើយខ្ញុំបង្ហាញទាំងអស់បងប្អូនទាំងអស់គ្នាខ្លីមែនតើខ្ញុំព្យាយាមធ្វើឲ្យខ្លីហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាយកវាទៅបំបែកហើយសាកល្បងនៅក្នុង channel បងប្អូនទាំងអស់គ្នាជាពិសេសគឺ channel ព័ត៌មាននៅពេលដែលបងប្អូនទាំងអស់គ្នាផុសវីដេអូព័ត៌មានទៅតែងតែជួបរឿងសកម្មភាពមួយចំនួនដូចជាបាតកម្មដូចជាអីហ្នឹងណាអាហ្នឹងបងប្អូនទាំងអស់គ្នាត្រូវ blur ត្រូវកែវាអញ្ចឹងយើងទៅមើលទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាចូលមក content មកបាទចូលមក content ហើយបងប្អូនទាំងអស់គ្នាទៅមើលតើវីដេអូណាដែលបងប្អូនទាំងអស់គ្នាគួរកែឧទាហរណ៍ខ្ញុំមានវីដេអូមួយទាក់ទងនឹង Google Action ដោយសារតែខ្ញុំដាក់បង្ហាញនៅអត្តសញ្ញាណប័ណ្ណអញ្ចឹងពេលខ្លះ YouTube ក៏ warning ដែរព្រោះYouTube
ប្រកាន់គោលការណ៍មួយមិនបង្ហាញនៅឯកជនភាពអញ្ចឹងកាលណាយើងបង្ហាញអត្តសញ្ញាណប័ណ្ណបានន័យថាយើងបង្ហាញព័ត៌មានពេញលេញមិនថាយើងមិនថាគេបាទអញ្ចឹង YouTube ក៏ warning ដែរដូច្នេះកន្លែងនេះគឺត្រូវការឲ្យយើង blur មុខបាទអញ្ចឹងខ្ញុំចូលទៅខ្ញុំចូលមកកន្លែងហ្នឹងបាទខ្ញុំចុចលើវីដេអូមួយហ្នឹងណាអ្នកនរនេះអាចយក edit detail analytics អីតាមចិត្តប៉ុន្តែកុំឲ្យលំបាកគឺអ្នកនរនេះចុចលើវីដេអូរបស់អ្នកនរមួយហ្នឹងមកបាទចុចមកបងប្អូនអរគ្នានឹងឃើញពាក្យថា editor កន្លែងនេះខ្ញុំចុចលើ editor បាទអញ្ចឹងបងប្អូនអរគ្នានឹងចូលមកដល់វីដេអូរបស់បងប្អូនអរគ្នាដែលមានខាងលើគេដាក់ stream and cut blur audio អ្នកនរគ្នា end screen ពេលដែលវីដេអូរបស់យើងចប់អ្នកនរគ្នាចង់ដាក់ end screen info card អ្នកនរគ្នាឃើញវីដេអូរបស់ខ្ញុំហ្នឹងខ្ញុំច្រើនដាក់នេះ info card នៅខាងលើសម្រាប់ឲ្យ viewer ជាពិសេសគឺបងប្អូនរបស់គ្នាមើលវីដេអូរបស់ខ្ញុំហើយចុចបន្តទៅមុខទៀត micro ad អ្នកនរគ្នាអាច edit micro ad បានណាបើសារវីដេអូរបស់ខ្ញុំហ្នឹងមាន micro ad ចំនួន3 4 5 6 7ហើយអញ្ចឹងខ្ញុំអត់ថែមទៀតទេបើអ្នកនរចង់ថែមចុចកន្លែងហ្នឹងមកបាទចុចតែកន្លែងហ្នឹងកន្លែងណាដែលបងប្អូនអរគ្នាចង់ថែមអ្នកនរគ្នាអាច add slot add ថែមបានណា add slot add បន្ថែម micro ad អញ្ចឹងកន្លែងហ្នឹងអ្នកនរគ្នាអាច insert add slot ចុចកន្លែងហ្នឹងផាសមកវានឹងបន្ថែមបាទ micro ad មួយកន្លែងនេះទៀតហើយអ្នកនរគ្នាចុច save តោះណាអញ្ចឹងខ្ញុំដាក់មួយថែមទៀតហើយខ្ញុំចុច save អញ្ចឹងពេល save វានឹងចេញមកដល់កន្លែងនេះវិញនេះវានឹង review វិញបាទ YouTube នឹង review កន្លែងហ្នឹងតើគួរដាក់ឬមិនគួរដាក់អញ្ចឹងមិនមែនប្រកាសថាឲ្យតែយើងដាក់ទៅគឺដឹងតែបាន load ពាណិជ្ជកម្មទេប៉ុន្តែសំខាន់ YouTube ធ្វើអីធ្វើទៅខ្ញុំដឹងថាខ្ញុំដាក់ផងខ្ញុំរួចហើយអូខេឥឡូវយើងឡើងទៅលើវិញទៅរក stream and cut បើអ្នកទាំងអស់គ្នាចង់កាត់វីដេអូហ្នឹងចង់កាត់កន្លែងណាអ្នកទាំងអស់គ្នាអូសមកនឹងមាននាទីនេះខាងណានាទីបាទនាទីដើរនេះចង់កាត់កន្លែងនេះចេញអ្នកទាំងអស់គ្នាចុចតែកន្លែងហ្នឹងមកឬក៏អ្នកទាំងអស់គ្នាចង់កាត់កន្លែងនេះចុចកន្លែងហ្នឹងមកអ្នកទាំងអស់គ្នាយក stream and cut ចុចកន្លែងហ្នឹងផាសមកកន្លែងនេះវានឹងបង្ហាញបងប្អូនអរគ្នានៅក្នុងទម្រង់ធំបែបនេះអ្នកនរគ្នាអូសមកបាទអូសមកចង់មកកាត់កន្លែងមិញហ្នឹងអូសមកដាក់បាទចង់កាត់មកប្រឡោះហ្នឹងចេញអូសមកបាទអញ្ចឹងអ្នកនរគ្នាសម្រាប់ថាកាត់ហើយអ្នកនរគ្នាយកពាក្យថា preview កន្លែងហ្នឹង preview មកបាទអ្នកនរគ្នាអាច preview មើលណា preview អ្នកនរគ្នាអាច add new cut កាត់ពោះមកអ្នកនរគ្នា tick កន្លែងនេះមួយ tick មួយផងគឺចាប់ដើមកាត់ចេញណាចាប់ដើមកាត់ចេញអញ្ចឹងកន្លែងហ្នឹងបើសិនជាអ្នកនរគ្នាកាត់ហើយអ្នកនរគ្នាមិនអាច return មកវិញទេណាអ្នកនរគ្នានឹងមិនអាច return ត្រឡប់មកវិញទេបើសិនអ្នកនរគ្នាកាត់ណាកន្លែងហ្នឹងបាទអញ្ចឹងកន្លែងនេះក៏ខ្ញុំសូមបញ្ជាក់ដែរបើសិនជានាទីនឹងខ្លីពេកក៏កាត់អត់បានដែរណាបងប្អូនអរគ្នាតន់កន្លែងហ្នឹងបាទហើយនាទីទីប្រហែលអ្នកនរគ្នាអាច edit ឡើងនេះបាន edit អ្នកនរគ្នាចង់កាត់ពីនាទីទីប្រហែលដល់នាទីទីប្រហែលអ្នកនរគ្នាអាច edit បានណា edit បានបាទ edit ចឹងអ្នកនរគ្នាអាច edit បានកាត់បានអីបានតែហ្នឹងមក complete ណាបាទបន្ទាប់ពីហ្នឹងមកវានឹងចេញប៊ូតុង save មួយឲ្យអ្នកនរគ្នាអាចយក save ដើម្បីកាត់ clip កន្លែងហ្នឹងចេញប៉ុន្តែខ្ញុំអត់ទេខ្ញុំ delete កន្លែងហ្នឹងចោលណាបាទ delete cut ខ្ញុំ delete account មិនចេញណាបាទហើយខ្ញុំ discuss save change កន្លែងនេះបើឲ្យច្បាស់បន្ទាប់ពីអ្នកនរគ្នាចង់កាត់ clip ដែលមិនល្អចេញរួចហើយ YouTube ពេលដែល save ទៅវានឹង process រយៈពេលប្រហែលជាកន្លះម៉ោងអី clip របស់អ្នកនរគ្នានឹងកាត់ចេញហើយអូខេឥឡូវខ្ញុំមកដល់កន្លែង blur អ្នកនរគ្នាចង់ blur ឧបមាថានៅនាទីទីប្រហែលទៅនាទីទីប្រហែលអ្នកនរគ្នាចង់ blur អ្នកនរគ្នាគ្រាន់ add blur មកអ្នកនរចង់ឲ្យ blur face blur មុខឬក៏ blur custom បានន័យថាយើងសេរីខ្លួនឯងអញ្ចឹងជាទូទៅខ្ញុំ custom blur អញ្ចឹង custom blur វានឹងបង្ហាញជាទម្រង់បែបនេះដោយបងប្អូនអរគ្នាឃើញណា custom blur ពីនាទីទីប្រហែលទៅនាទីទីប្រហែលទីទៀតវានឹងបង្ហាញពេលដែល process ឡើងនេះចប់អាស្រ័យលើ internet យើងវានឹងបង្ហាញថា
នីតិទីប្រមាណនិងនីតិទីប្រមាណបងប្អូនអរគ្នាចង់ blur ជារាងការ៉េចតុកោណកែងយកមួយនេះចង់ blur ជាពងកពើយកមួយនេះបាទខ្ញុំអូសឲ្យបងប្អូនអរគ្នាមើលឃើញទេបាទចង់ blur អ្នកនរគ្នាចង់ fix blur position នៅមួយកន្លែងចុចកន្លែងនេះចង់ track បាននេះថា track តាមមុខ track តាម object ណាមួយដែលបងប្អូនអរគ្នាចាប់ដោយថាឡានបើកឬក៏មុខរបស់ខ្ញុំងាកឆ្វេងងាកស្ដាំខ្ញុំចង់ឲ្យ blur តាមគឺ track object បាទសិក្សាស្វែងយល់សាកល្បងដោយខ្លួនឯងខ្ញុំបង្ហាញបងប្អូនអរគ្នានៅ tool មួយចំនួននេះអូខេអញ្ចឹងខ្ញុំត្រឡប់ទៅវិញខ្ញុំ discard change បាទ audio ដូចគ្នាបងប្អូនអរគ្នាចង់ add audio បន្ថែមអ្នកនរគ្នា add ណា add audio ចង់រើសខ្ញុំលើកទឹកចិត្តបងប្អូនអរគ្នាយកពី audio library របស់ YouTube ណាបាទអ្នកនរគ្នាអាចយកពី audio library កន្លែងនេះបងប្អូនអរគ្នានឹងបង្ហាញដោយសារ internet របស់ខ្ញុំយឺតអញ្ចឹងវាអត់បង្ហាញមកទេបាទណាអ្នកនរគ្នាអាចជ្រើសរើស audio ចេញពី audio library របស់ YouTube នេះគឺចេញមកទាំងអស់ all track ណា audio យក library សុំទោសយក library គឺជា audio របស់ខ្ញុំតែខ្ញុំប្រើប៉ុន្តែ all track គឺបានន័យថាចេញពី audio library របស់ YouTube អ្នកនរគ្នាអាចចុចទៅអាចស្ដាប់មើលបានហើយបាទអញ្ចឹងវានឹង play ឲ្យបងប្អូនអរគ្នាឃើញទេបងប្អូនអរគ្នាស្រឡាញ់បទណាយកបទនឹងយកមកដាក់ background មកជាពិសេសគឺបងប្អូនអរគ្នាដែលជាប់ copyright claim បទភ្លេងលុបmute របស់យើងចេញទៅបាទហើយដាក់អាបទហ្នឹង release ជំនួសចូលមកសាកល្បងមើលណាខ្ញុំអត់អាចបង្ហាញបងប្អូនអរគ្នាសុំទោសដែរលំអិតបានទេគឺខ្ញុំប្រាប់តែប៉ុណ្្នឹងបងប្អូនអរគ្នាអាចយកទៅស្រាវជ្រាវខ្លួនឯងបន្តណាបន្ថែមអូខេបន្ទាប់ពីហ្នឹងខ្ញុំ back មកវិញបាទខ្ញុំ back អូសុំទោសបាទខ្ញុំចូលទៅវិញខ្ញុំ back មកវិញតាមពិតខ្ញុំចង់ back មកកន្លែង edit ទេដល់ពេលខ្ញុំចុចអាសញ្ញានេះវាមក back ទាំងអស់អញ្ចឹងខ្ញុំមក edit វិញអ្នកនរគ្នាអាច add end screen បងប្អូនណាដែលឆ្ងល់ពី end screen ហ្នឹងដាក់កន្លែងហ្នឹងមកហើយអ្នកនរគ្នា add end screen មកណាចង់ដាក់ end screen អីគេចង់កែចង់ដាក់វីដេអូចង់ដាក់ playlist អីតាមចិត្តបងប្អូនអរគ្នាពេលវីដេអូបងប្អូនអរគ្នាចប់ដោយវីដេអូរបស់ខ្ញុំហ្នឹងចប់មាន playlist ណាអាចដាក់មកបាទបងប្អូនអរគ្នាចង់ដាក់ជា specific វីដេអូឬវីដេអូមកមួយមកហើយចុច save ណាកន្លែងហ្នឹងណាសូមបញ្ជាក់ណាចុច save បាទកន្លែងហ្នឹងវានឹង alert save ឲ្យយើង save អូខេបាទខ្ញុំ discard change អូខេ info card នេះ4ដែលខ្ញុំដាក់ពីលើនេះពេលដែលខ្ញុំ play ទៅណាបងប្អូនអរគ្នាចាំមើលពេលខ្ញុំ play ទៅណាពេលខ្ញុំ play នេះខ្ញុំនេះអាលើហ្នឹងណាអាលើពណ៌ខ្មៅដែលលោតមួយ plate ឧទាហរណ៍ខ្ញុំដាក់កន្លែងនេះខ្ញុំ play នេះនៅក្នុងអត្តសញ្ញាណប័ណ្ណអ្នកនរគ្នាសួរថាចុះឈ្មោះ G បែបនេះបងប្អូនអរគ្នាមើលនេះឃើញលោតមកហ៎លោតមកអញ្ចឹង viewer របស់យើងគាត់ click កន្លែងហ្នឹងគាត់ទៅមើលវីដេអូរបស់យើងមួយផ្សេងទៀតបាទអូខេខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាមួយចំនួនមិនមានបញ្ហាវីដេអូដែលអាចចូលមកតែដល់កន្លែងនេះទេហើយបើសិនជាបងប្អូនទាំងអស់គ្នាភ្លាំងផ្លាត់នៅលើកំហុសវីដេអូរបស់បងប្អូនទាំងអស់គ្នាអ្នកនរគ្នាចង់កែវីដេអូរបស់ខ្ញុំមួយនេះគឺពិតជាស័ក្តិសមហើយត្រឹមត្រូវសម្រាប់បងប្អូនអរគ្នាប៉ុន្តែខ្ញុំសូមអធិស្ឋានដែរដោយអត់បានលម្អិតទេអ្នកនរគ្នាអាចសាកល្បងមើលដោយខ្លួនឯងហើយសិក្សាស្វែងយល់បន្ថែមទៀតពីព្រោះខ្ញុំព្យាយាមធ្វើវីដេអូឲ្យខ្លីបំផុតសម្រាប់បងប្អូនអរគ្នាអរគុណបងប្អូនអរគ្នាដែលមានសំណួរមានចម្ងល់អាច comment ខាងក្រោមវីដេអូរបស់ខ្ញុំមានពេលខ្ញុំនឹងឆ្លើយ comment របស់បងប្អូនអរគ្នាអរគុណអ្នកនរគ្នាជួបខ្ញុំនៅវីដេអូថ្មីបន្តទៀតវីដេអូរបស់បងប្អូនអរគ្នាគឺ fan របស់បងប្អូនអរគ្នាកំពុងតែរងចាំសូមផលិតវីដេអូឲ្យមានគុណភាពល្អនិងមានប្រយោជន៍ជាពិសេសគឺវីដេអូដំណើរកម្សាន្តសម្រាប់ទេសចររបស់ប្រទេសយើងអរគុណអ្នកនរគ្នាជួបខ្ញុំនៅវីដេអូរបស់ខ្ញុំថ្មីបន្តទៀត